បាទជ្រើសសួរសម្រាប់តំណាំតឡងមីបាទតឡងមីនៅពេលដែលយើងជួបឧបសគ្គបានន័យថានៅពេលដែលយើងដាំរួចហើយស្រាប់តែអត់មានទឹកភ្លៀងមកសោះបាទដាច់ទឹកភ្លៀងចន្លោះពីមួយខែកន្លះទៅ2ខែបន្ទាប់មកទើបមានភ្លៀងបាទភ្លៀងពេលខ្លះអាចនឹងសំណើមតិចតួចសំណើមសមស្របហើយជាពិសេសគឺភ្លៀងជោគជាំបាទអញ្ចឹងខ្ញុំយកចំណុចកណ្ដាលបានន័យថាសំណើមសមស្របបាទក្រោយពេលដែលយើងដាំមួយខែកន្លះឬក៏2ខែក្រោយមកស្រាប់តែមានភ្លៀងមួយមេអញ្ចឹងទៅបាទស្រាប់តែដីរបស់យើងស្រាប់តែវារៀងភ្លៀងរៀងធំដែរអញ្ចឹងវាមានសំណើមមួយដែលសមស្របបាទអញ្ចឹងនៅពេលនោះតឡងរបស់យើងក្រោយពីដាំមកអត់ត្រូវទឹកភ្លៀងអញ្ចឹងពាក់ព័ន្ធនឹងបញ្ហាតឡងទាំងដើមដងទាំងប្រព័ន្ធរឹសប្រកាសជាខ្សោយបាទអញ្ចឹងតើយើងគួរតែចាត់ចែងអាហារបែបណាដើម្បីឲ្យតឡងរបស់យើងដើមដងចាប់ផ្ដើមលូតលាស់ល្អនេះបានតម្រង់ប្លែកបាញ់តែមួយថ្ងៃត្រូវភ្លៀងមួយយប់មានបដូលខ្ចី 2M បូក 3M ប្លែកឯងបងអើយបាទប្រសើរមកវិញមួយវិញទៀតគឺយើងធ្វើម៉េចឲ្យប្រព័ន្ធរឹសរបស់វាអាចបំលែងពីរឹសទៅជាមើមបានលឿនមើមច្រើននិងមើមធំបាទអញ្ចឹងជាបទពិសោធន៍បាទក្នុងការប្រើប្រាស់នៅពេលដែលមានភ្លៀងបាទមានសំណើមសមស្របរូបមន្តដែលបងប្អូនត្រូវប្រើគឺជីបំពន់ 2M បូកជាមួយនឹង 3M បាទអញ្ចឹងសម្រាប់ជីបំពន់ 2M បូក 3M នេះបងប្អូនធ្វើម៉េចបាញ់ឲ្យបាន2ដងបាទ10ថ្ងៃឬក៏10ថ្ងៃម្ដងបាញ់ឲ្យបាន2ដងបាទនោះបងប្អូននឹងទទួលបានដើមដងត្រួយចាប់ផ្ដើមលាស់មកថ្មីលឿនជាពិសេសបាទគឺប្រព័ន្ធរឹសចាប់ផ្ដើមចេញមកគឺចេញបានន័យថាវាចេញមកគឺជុំវិញបាទចេញមកជុំវិញហើយរឹសប្រព័ន្ធរឹសរបស់វាថ្លោះបាទដូចតឡងនេះអញ្ចឹងតាំងពីដាំមកត្រូវភ្លៀងបានតែ2មេតូចទេបាទគឺដាច់ទឹកភ្លៀងគឺចំនួន2ខែហើយអញ្ចឹងគឺយើងបានបាញ់ជាមួយនឹងជីបំពន់ 2M បូក 3M បានចំនួនម្ដងបាទយើងឃើញថាតឡងនេះប្រព័ន្ធរឹសជុំវិញរបស់វាគឺចាប់ផ្ដើមចេញមកហើយរៀងថ្លោះអញ្ចឹងយើងនឹងបញ្ជូន 2M 3M ម្ដងទៀតដើម្បីឲ្យរឹសនឹងបំលែងទៅជាមើមបាទអញ្ចឹងពាក់ព័ន្ធនឹង 2M 3M ពេលដែលយើងបាញ់ហើយយើងសួរថាវាទៅជាមើមធំមើមច្រើននិងកម្រិតម្សៅខ្ពស់អត់បាទពាក់ព័ន្ធនឹង 2M 3M បាទវាក៏ជួយក្នុងការបំលែងពីរឹសទៅមើមដែរប៉ុន្តែនៅក្នុងរូបមន្តពីរមុខនេះវាអត់ទាន់មានអាហារនិងពពួកធម្មពលគ្រប់គ្រាន់ដើម្បីឲ្យរឹសទាំងអស់ហ្នឹងរីកធំធាត់លឿនហើយនឹងកម្រិតម្សៅបានល្អអញ្ចឹងពេលដែលយើងបាញ់ជីបំពន់ 2M បូក 3M បានចំនួន2ដងបាទយើងបញ្ចូល 2M បូកជាមួយនឹងស្ដាច់បំទុះមើមម្ដងទៀតនោះដំឡូងរបស់យើងនឹងទទួលបានមើមធំមើមច្រើនជាពិសេសគឺកម្រិតម្សៅទទួលបានកម្រិតម្សៅមួយដែល DC ល្អបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាក្រោយពេលដាំដំឡូងហើយស្រាប់តែជួបឧបសគ្គដាច់ទឹកភ្លៀងបាទចន្លោះពី1ខែកន្លះទៅ2ខែអញ្ចឹងបងប្អូនអាចប្រើរូបមន្តដែលខ្ញុំចែករំលែកនេះបងប្អូននឹងទទួលបានមើមច្រើនមើមធំហើយនឹងដងដើមលូតលាស់បានល្អបាទអរគុណច្រើន